ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំឈ្មោះ Cameron ហើយថ្ងៃហ្នឹងគឺខ្ញុំនឹងមកចែករំលែកអំពីមេរៀន3ដែលខ្ញុំបានរៀនពី idol របស់ខ្ញុំឬអាចហៅបានថាគាត់គឺជាមនុស្សម្នាក់ដែលខ្ញុំគោរពស្រឡាញ់អញ្ចឹងidol របស់ខ្ញុំគាត់គឺជាបងតម្រង់ពេជ្រដែលគាត់គឺជា influencer ម្នាក់នៅប្រទេសខ្មែរយើងតើអ្នកទាំងអស់គ្នាស្គាល់គាត់ស្គាល់បងតម្រង់ពេជ្រអត់ចាអញ្ចឹងចំពោះមេរៀន3ដែលខ្ញុំបានរៀនពីគាត់ទី1គឺអនុញ្ញាតឲ្យខ្លួនឯងចេញទៅធ្វើរឿងដែលខ្លួនឯងចង់ធ្វើសិនព្រោះថានៅពេលដែលយើងចេញទៅធ្វើរឿងទាំងអស់ហ្នឹងយើងអាចរៀនបានមេរៀនថ្មីពីគាត់រៀនបានមេរៀនថ្មីពីការងារដែលយើងទៅធ្វើទទួលបានបទពិសោធន៍ថ្មីដែលយើងអត់ធ្លាប់បានពីមុនមកនៅពេលដែលយើងទៅធ្វើរឿងទាំងអស់ហ្នឹងគឺលទ្ធផលគឺមានតែ2ឯងទី1គឺធ្វើបានទី2ធ្វើអត់បានអញ្ចឹងនៅពេលដែលយើងធ្វើបានចូលសប្បាយចិត្តនិងរីករាយនឹងលទ្ធផលដែលយើងបានធ្វើហ្នឹងហើយទទួលស្គាល់ថាយើងធ្វើវាបានប៉ុណ្ណឹងដែលវាចេញពីសមត្ថភាពយើងពិតប្រាកដនៅចំណុចទី2បើយើងធ្វើអត់បានត្រូវមកសួរខ្លួនឯងវិញថាហេតុអីបានយើងធ្វើអត់បានតើយើងខ្វះខាតចំណុចណាខ្លះហេតុអីនៅខ្វះជំនាញអីឬចំណុចអីដែលយើងត្រូវបំពេញបន្ថែមដើម្បីទទួលបានលទ្ធផលមួយពីការងារមួយហ្នឹងចំពោះមេរៀនទី2គឺកុំបោះបង់ខ្លួនឯងនៅពេលដែលកុំបោះបង់ខ្លួនឯងកុំធ្វើឲ្យខ្លួនឯងធ្លាក់ដល់ចំណុចមួយដែលជាលទ្ធផលអវិជ្ជមានឧទាហរណ៍ដូចនៅពេលដែលយើងឧទាហរណ៍ថាបែកបាក់ស្នេហាអញ្ចឹងកុំបណ្ដោយខ្លួនឯងឲ្យខូចចិត្តឬក៏ធ្វើបាបរាងកាយខ្លួនឯងជាដើមអញ្ចឹងនៅពេលដែលយើងធ្វើបាបខ្លួនឯងបែបហ្នឹងគឺវាជះឥទ្ធិពលអវិជ្ជមានខ្លាំងដល់ខ្លួនឯងព្រោះថាអត់មានពីណាជួយយើងបានក្រៅពីខ្លួនយើងឯងហើយមេរៀនទី3ដែលខ្ញុំបានរៀនពីគាត់នៅពេលដែលយើងជួបឧបសគ្គនៅក្នុងការងារត្រូវអនុញ្ញាតឲ្យខ្លួនឯងទទួលបានពេលវេលាមួយដើម្បីរំលឹកទៅដល់ហេតុអីត្រូវសួរខ្លួនឯងថាហេតុអីបានយើងចាប់ផ្ដើមការងារមួយហ្នឹងហេតុអីបានកត្តាជំរុញទឹកចិត្តអ្វីដែលធ្វើឲ្យយើងមកធ្វើការងារមួយហ្នឹងអញ្ចឹងនេះគឺជាមេរៀន3ដែលខ្ញុំរៀនបានពីគាត់ចុះអ្នកទាំងអស់គ្នាវិញរៀនអ្វីបានពីidol របស់អ្នកទាំងអស់គ្នាហើយខ្ញុំមាន quote មួយទៅដល់អ្នកទាំងអស់គ្នាត្រូវអនុញ្ញាតឲ្យខ្លួនឯងមានភាពក្លាហានទៅធ្វើការងារដែលខ្លួនឯងចង់ធ្វើនិងការងារដែលខ្លួនឯងស្រឡាញ់អរគុណ